កាលពីមុនណាខ្ញុំឃើញក្មេងៗធាត់ទលុកទលុនខ្ញុំគិតថាពួកគាត់មកទៅប៉ាមកគាត់ចាំមកល្អបាទថាសុខភាពគាត់ល្អបាទសាច់អាលងភ្លឺតឹងណែនអញ្ចឹងណាអញ្ចឹងខ្ញុំគិតមុនគេគឺសុខភាពគាត់ល្អមែនតើហ្មងបាទហើយចង់បានកូនដូចអញ្ចឹងដែរហើយផ្ទុយទៅវិញក្មេងណាដែលមើលទៅគាត់រៀងស្គមបាទមិនសូវមានសាច់ហ្នឹងមិនសូវមានអារម្មណ៍មួយថាគាត់ហ្នឹងសុខភាពល្អហ្មងទេគាត់ខ្វះវីតាមីនគាត់ខ្វះប្រូតេអ៊ីនអញ្ចឹងណាបាទតែនៅពេលណាដែលខ្ញុំឆ្លងកាត់ការស្រាវជ្រាវយល់ដឹងពីសុខភាពកាន់តែច្រើនបាទខ្ញុំចាប់ផ្ដើមយល់ថាមិនមែនក្មេងធាត់ទាំងអស់បាទលើសគីឡូទាំងអស់សិតតែសុខភាពល្អទេបងប្អូនអញ្ចឹងណាបាទអញ្ចឹងវីដេអូនេះធ្វើឡើងដើម្បីជំរាបជូនបងប្អូនដែលជាអ្នកអាណាព្យាបាលទាំងអស់គាត់ជ្រាបហើយតាមដានសុខភាពកូនយើងផងដោយសារខ្ញុំក៏មានកូនដែរអញ្ចឹងណាអញ្ចឹងពួកគាត់ហ្នឹងហើយជាទំពាំងស្នងឫស្សីពិតប្រាកដបើសិនជាគាត់សុខភាពល្អណាបាទគាត់ធំឡើងក៏គាត់មានសុខភាពល្អតាមនឹងដែរបងប្អូនមានដឹងអត់បើសិនជាកូនរបស់យើងបន្តឲ្យមានការលើសទម្ងន់ទៀតណាគាត់អាចប្រឈមមុខទី1មុនគេហ្នឹងគឺជំងឺទឹកនោមប្រភេទ2ហ្នឹងហ្មងអានេះសំខាន់ខ្លាំងមែនតើអញ្ចឹងហើយតែមានជំងឺទឹកនោមប្រភេទ2ហើយអត្រានៃការមានជំងឺលើសឈាមគឺវាមានហើយអញ្ចឹងទី2គឺជំងឺលើសឈាមហើយបើសិនជាមានជំងឺលើសឈាមហ្នឹងហើយណាបាទជំងឺទី3ហ្នឹងគឺជំងឺបេះដូងអាចទាំងបេះដូងឬក៏ស្លាប់មួយជំនាញខ្លួនហើយមួយទៀតទី4ឈឺសន្លាក់ឈឺដៃឈឺជើងទៅធ្ងន់ពេកដល់ពេលធ្ងន់យូរទៅអាកំហាប់ឆ្អឹងហ្នឹងក៏វាខ្សោយអាត្រទម្ងន់ហ្នឹងកាន់តែធ្ងន់វាដាក់សម្ពាធទៅលើឆ្អឹងវាធ្វើឲ្យគាត់ឈឺស្លាប់ព្រោះគេគាត់មានអារម្មណ៍មួយគឺ stress មានអារម្មណ៍មួយមិនសូវជាសប្បាយចិត្តប្រហែលទេដោយសារតែបញ្ហាសុខភាពរបស់ហ្នឹងអញ្ចឹងណាអញ្ចឹង5ចំណុចនេះគឺវាអាចប៉ះពាល់ដល់គាត់នាថ្ងៃអនាគតអញ្ចឹងយើងចូលទៅដល់ឫសគល់បន្តិចសួរថាមូលហេតុគេបានជាគាត់ធាត់ម្លេះបាទអ្នកខ្លះគឺកើតមកគឺកូនគឺធ្លាប់ភាសាថាធ្លាប់ណាបាទអាហ្នឹងវាអាស្រ័យទៅលើរបបអាហាររបស់ម្ដាយរបស់គាត់នៅពេលណាដែលគាត់កំពុងតែពោះណាបាទហើយបានជាស្ត្រីមានផ្ទៃពោះទាំងអស់គួរតែយកចិត្តទុកដាក់រឿងបញ្ហាលើសកលឯងដែលអង់គ្លេសគេហៅថាជំងឺទឹកនោមផ្អែមកើតលើស្ត្រីមានផ្ទៃពោះគេហៅថា gestational diabetes ណាបាទវាកើតឡើងនៅពេលណាដែលស្ត្រីគាត់មានផ្ទៃពោះបាទហើយកើតឡើងហ្នឹងគឺគ្មានអីក្រៅពីការទទួលទានអាហារផ្អែមច្រើនទេមានដូចជាបាយច្រើនអាហារម្សៅច្រើនហើយនឹងភេសជ្ជៈទឹកស្ករច្រើនចឹងហើយបងប្អូននារីក៏ដូចជាស្វាមីណាគួរតែយកទឹកដាក់តាក់ទងជាមួយនឹងកម្រិតស្ករឲ្យបានច្រើនតាមតែអាចធ្វើទៅបានបើសិនជាគាត់ទទួលទានអាហារផ្អែមច្រើនកាលណាម្សៅច្រើនកាលណាកូនគាត់នៅក្នុងផ្ទៃគាត់ទទួលបានដូចគ្នាដែរហើយបងប្អូនត្រូវចាំណាក្មេងនៅក្នុងផ្ទៃតែគាត់ពីគាត់ទូព្រៀងមកហើយណាគាត់ក៏មានលំពេងដែរហើយលំពេងហ្នឹងហើយនៅពេលណាដែលគាត់ទទួលជាតិស្ករជាតិម្សៅជាតិផ្អែម glucose តាមរយៈម្ដាយទទួលទានមកណាអញ្ចឹងគាត់ក៏ទទួលទានអាស្ករនេះច្រើនដែរអញ្ចឹងពេលដែលគាត់ទទួលទានស្ករនេះច្រើនណាលំពេងគាត់ក៏បញ្ចេញអរម៉ូនអាំងស៊ូលីនច្រើនដែរអញ្ចឹងតើលំពេងបញ្ចេញអរម៉ូនអាំងស៊ូលីនច្រើនហើយបញ្ជាក់ថាស្ករនៅក្នុងរាងកាយគាត់ច្រើននៅពេលណាដែលស្ករនៅក្នុងរាងកាយគាត់ច្រើនហ្នឹងមិនអាចប្រើប្រាស់អរម៉ូនអាំងស៊ូលីនដែលលំពេងបញ្ចេញហ្នឹងហើយវានឹងបំលែងអាស្ករហ្នឹងទៅជាខ្លាញ់កោសិកាខ្លាញ់ចឹងហើយបានជាក្មេងខ្លះគឺកើតមកគឺធាត់ខ្លោះមែនតើហ្មងចឹងបងប្អូនណាចឹងបងប្អូនត្រូវគ្រប់គ្រងស្ករឲ្យបានល្អក្នុងកំឡុងពេលដែលបងប្អូនកំពុងតែពោះចឹងណាបាទអាហ្នឹងនៅក្នុងផ្ទៃយើងឃើញទេបាទក្រោយមកនៅពេលណាដែលកូនកើតមកគឺបងប្អូនយើងមួយចំនួនបាទយកចិត្តទុកដាក់ខ្វាយខ្វល់ទៅលើរបបអាហារខ្លាំងមែនតើដោយគិតថាការទទួលទានទឹកផ្លែឈើស្រស់បាទវាធ្វើឲ្យក្មេងនេះសុខភាពល្អនេះគឺជាព័ត៌មានមួយដែលបងប្អូនជាអាណាព្យាបាលកំពុងយល់ខុសខ្លាំងមែនតើហ្មងបាទជួនកាលទៅគាត់គៀបទឹកផ្លែឈើឲ្យញ៉ាំពេលព្រឹកមុនទៅរៀនបាទជាងការទៅគាត់ទិញតែដោះគោដែលមានរសជាតិផ្លែឈើក្នុងហ្នឹងណាខ្ញុំតេស្តមើលគឺផ្អែមខ្លាំងមែនតើហ្មងបាទហើយជាងការទៅគាត់ទិញទឹកផ្លែឈើកណ្ដុងបាទមានទឹកប៉មានទឹកម្នាស់មានទឹកក្រូចចាក់បកែវឲ្យកូនផឹកជារៀងរាល់ថ្ងៃបងប្អូនធ្វើអញ្ចឹងណាហាក់បីដូចជាឲ្យគាត់ផឹកគ្រឿងស្រវឹងអញ្ចឹងអាហ្នឹងបង្កឲ្យគាត់ហ្នឹងគឺលើសទម្ងន់លើសគីឡូហើយធ្វើឲ្យគាត់ហ្នឹងមានជំងឺខ្លាញ់រុំថ្លើមដោយមិនដឹងខ្លួនថាអាលីខ្លាមដោយមិនដឹងខ្លួនហើយមិនត្រឹមតែប៉ុណ្្នឹងទេឪពុកម្ដាយមួយចំនួនគាត់ទិញនំកញ្ចប់ឲ្យទៅឯងដាក់នៅក្នុងកតាបទុកឲ្យកូនញ៉ាំគាត់ទិញនំខេកបាទនំបារាំងនំពងទាអាហ្នឹងពោពេញទៅដោយម្សៅអាហ្នឹងពោពេញទៅដោយជាតិស្ករអានំកញ្ចប់ហ្នឹងអានំប្រៃបងប្អូនគិតថាអាហ្នឹងប្រៃទេក៏ប៉ុន្តែអាម្សៅដែលគេយកទៅធ្វើនំទាំងអស់ហ្នឹងណាអាហ្នឹងហើយគឺពោពេញទៅដោយគេហៅថាកាបូអ៊ីដ្រាតស្ករច្រើនមែនតើហ្មងនៅពេលណាដែលគាត់ទទួលទានចូលទៅណាបាទប្រកឡើងទឹកផ្លែឈើមួយកែវឲ្យផ្អែមហ្នឹងឃើញទេបាទម៉ោង10បាទគ្រូឲ្យចេញលេងបាទញ៉ាំនំហ្នឹងទៀតឃើញទេបាទហើយទៅផ្ទះដាក់នំទៀតអ្នកខ្លះស្ករគ្រាប់ទៀតអញ្ចឹងណាបាទហើយប៉ះចៃដន្យនេះសាលារៀនគាត់លក់របស់ផ្អែមទៀតញ៉ាំទៅទៀតអាហ្នឹងបញ្ហាធំទៅអាហ្នឹងហើយដែលធ្វើឲ្យកូនបងប្អូនលើសគីឡូជាប្រចាំរៀងរាល់ថ្ងៃដោយសារតែបញ្ហាហ្នឹងឯងអញ្ចឹងណាបងប្អូនបាទអញ្ចឹងវាកើតឡើងតាំងពីគាត់នៅក្នុងផ្ទៃហើយយើងអត់បានទៅទុកដាក់យើងគិតថាវាល្អវាមិនអីអញ្ចឹងណាក៏ប៉ុន្តែវាអីហើយបងប្អូនណាអញ្ចឹងត្រង់ចំណុចនេះបងប្អូនត្រូវចាំថាអាហារគឺពិតជាពាក់ព័ន្ធជាមួយនឹងការឡើងគីឡូហើយនឹងទម្ងន់របស់គាត់ខ្លាំងជាងគេមករបបអាហារហ្នឹងអញ្ចឹងណាបាទអញ្ចឹងទី1ឲ្យគាត់ទទួលទានអាហារចម្រុះបាទស្រស់បាទមានសាច់មានបន្លែបាទណាមានគ្រាប់ធញ្ញជាតិហើយបងប្អូនល្អថាកូនអត់ញ៉ាំទេអាហ្នឹងតើតែយើងទម្លាប់គាត់អញ្ចឹងណាពេលខ្លះទៅវាចេញចាប់ដើមពីយើងដែរតើយើងរៀនញ៉ាំអាហ្នឹងដែរអ្នកខ្លះអត់ទាន់ចេះញ៉ាំអាហ្នឹងដែរនឹងធំហ្នឹងអញ្ចឹងណាចង្ងំក្មេងទៀតអញ្ចឹងយើងជាអ្នកទម្លាប់បាទផ្លែឈើកុំឲ្យគាត់ញ៉ាំទឹកផ្លែឈើទឹកផ្លែផ្លែឈើផ្លែប៉ផ្លែក្រូចចិត្តដាក់នៅក្នុងកាបូបឲ្យទៅគាត់ទៅរៀនទៅអញ្ចឹងណាដោះគោស្រស់បាទ
ហើយទៅដោះគោ formula មួយចំនួនបាទដូចជាទៅដោះគោដាក់នៅឡាក់អីទាំងអស់ហ្នឹងឯងអានេះល្អមែនទែនហ្មងបាទព្រោះក្មេង2ឆ្នាំ3ឆ្នាំខ្លះគាត់ទៅរៀនគាត់នៅអាចញ៉ាំបានទេទៅដោះគោហ្នឹងណាបាទទី2គឺព្យាយាមឲ្យគាត់ហ្នឹងគឺគេហៅថាសកម្មជាប្រចាំជាការទៅយើងហាត់ប្រាណយើងនាំគាត់ទៅដែរទៅបាទការដើរលេងនៅតាមសួនសាធារណៈអាហ្នឹងវាធ្វើឲ្យគាត់សប្បាយចិត្តហើយជួយឲ្យគាត់ហ្នឹងមានសកម្មភាពរាងកាយទៀតអញ្ចឹងណាហាមឲ្យគាត់អង្គុយមើលអង្គុយមើលទូរស័ព្ទញ៉ាំនំផងទូរស័ព្ទផងទូផងអាហ្នឹងប៉ះខ្លាំងឡើងគីឡូបញ្ហាមែនទែនហ្មងអញ្ចឹងណាបងប្អូនមួយទៀតទី3សំខាន់ណាស់បងប្អូនគេឲ្យបានគ្រប់គ្រាន់ណាបងប្អូនណាបាទក្មេងខ្លះខ្ញុំឃើញលេងទូរស័ព្ទដល់ម៉ោង10 11យប់ឪពុកម្ដាយអត់ទាន់យកទុកទៀតអញ្ចឹងណាហានិភ័យខ្ពស់មែនទែនទូរស័ព្ទទី1ប៉ះពាល់ខ្លាំងណាស់អញ្ចឹងម៉ោង8អីម៉ោង9អីឲ្យគាត់គេងទៅបាទគេទាំងអស់គ្នាទៅបាទទាំងយើងដែលជាអាណាព្យាបាលនឹងបើសិនជាអាចបានអញ្ចឹងណាបងប្អូនបាទហើយបើអត់ទេគាត់ត្រូវតែគេងបានគ្រប់គ្រាន់គេងមុនគេសិនជាគាត់ទទួលទានអាហារដែលខ្ញុំបានលើកឡើងខាងលើមានលំហាត់ប្រាណហើយគេក៏គាត់ទៀតណាប្រព័ន្ធភាពស៊ាំការពាររាងកាយគាត់គឺខ្លាំងមែនទែនមិនងាយឈឺទេប្រហែលទៅមិនងាយឈឺទេអញ្ចឹងណាបាទហើយមួយទៀតសំខាន់មួយទៀតគឺត្រូវតែឆាយគីឡូគាត់អាចបានគឺកុំឲ្យគាត់លើសទម្ងន់ច្រើនពេកអញ្ចឹងណាបាទហើយវិធីសាស្ត្រឆាយគីឡូគាត់ណាបងប្អូនអាចអនុវត្តតាមគេហៅថា app មួយនេះបាន calculator.net បងប្អូនណាចំណុចចុងក្រោយគេដែលបងប្អូនគួរតែយកចិត្តទុកដាក់ហើយបងប្អូនភាគច្រើនហ្មងចូល 95% មិនដែលខ្វល់ពីចំណុចហ្នឹងឯងនាំគាត់ទៅមើលឈាមមួយឆ្នាំម្ដងបងប្អូនមើលឈាមតេស្តរោគមុនគេហ្នឹងគឺគេហៅថាតេស្តមើលអរម៉ូនអាំងស៊ូលីនគេហៅថា fasting insulin ណាបាទសំខាន់ខ្លាំងណាស់សំខាន់ជាងគេហ្មងទី2ហ្នឹងគឺ fasting glucose បាទទី3ហ្នឹងគឺ HbA1c ទី4ហ្នឹងមើលអាសម្ពាធឈាមគាត់តើគាត់អាចលើសឈាមអត់អាហ្នឹងវាស់ម៉ាស៊ីនវាស់គឺយើងដឹងហើយអញ្ចឹងហើយមួយទៀតហ្នឹងគឺជាតិខ្លាញ់នៅក្នុងខ្លួននឹងឯងអាហ្នឹងគឺជាចំណុចមួយដែលបងប្អូនគួរតែយកចិត្តទុកដាក់អញ្ចឹងស្រុកស្ដីមកក្មេងអាហារគាត់ដែលគាត់គួរតែទទួលទានឲ្យបានច្រើនជាងគេបាទហើយឲ្យបានញឹកញាប់ជាងគេគឺទឹកញ៉ាំឲ្យបានគ្រប់គ្រាន់ទី1បាទទឹកសយហ្នឹងបងប្អូនបាទហើយទី2ពពួកទឹកដោះគោបងប្អូនណាបាទទឹកដោះគោម្សៅក្តីទឹកដោះគោកំប៉ុងដែលអត់មានស្ករក្តីហើយហាមដាច់ខាតយកទឹកដោះគោដែលគេដាក់រសជាតិទឹកផ្លែឈើដាក់ទឹកស្ករក្នុងហ្នឹងណាគេដាក់ added sugar បងប្អូនមើលផ្លាកសញ្ញានៅខាងក្រោយទៅណាបាទដូចទឹកដោះគោដាល់ឡាត់នេះគឺអត់មានទេអញ្ចឹងណាតែវាមានវីតាមីនមានជាតិរ៉ែមានជាតិគេហៅថាខ្លាញ់ល្អបាទមានខ្លាញ់ល្អ DHA បាទ AOA ហើយមាន probiotic ដើម្បីជួយទៅចិញ្ចឹមគេហៅថាបាក់តេរីល្អនៅក្នុងកាពះពោះវៀនយើងទៀតបងប្អូនណាបាទពីនឹងស្វាគមន៍ល្អមែនតើទឹកសុទ្ធហើយនឹងទឹកដោះគោស្រស់ហើយក៏ទឹកដោះគោម្សៅថា formula meal បងប្អូនបាទចឹងថ្ងៃនេះខ្ញុំមានប៉ុណ្្នឹងឯងហើយសង្ឃឹមថាបងប្អូនយល់បងប្អូនណាតាក់ទងពីការថែទាំសុខភាពកូនរបស់បងប្អូនឲ្យបានល្អបើសិនជាកូនយើងសុខភាពល្អយើងមានសុខភាពល្អគ្រួសារយើងមានសុភមង្គលខ្លាំងមែនតើបងប្អូនចឹងណាបាទអរគុណច្រើន